This is a drama. I'm the drama. សួស្តីអ្នកគ្នាយើងទៅមើលរឿងយើងភាគទី5បន្តទៀតជួននឹងឲ្យសូហ៊ីសួរសាន់ហាមើលតើគេចង់ទៅរស់នៅសេអ៊ូលអត់ព្រោះថាបងប្រុសអាចនឹងមិនចង់ទៅណាតែសូហ៊ីនាងថានាងអត់គិតអញ្ចឹងផងម៉ាក់របស់នាងថាបងប្រុសសាន់ហានឹងទៅនៅជាមួយពួកគេមុននឹងលោកពូជេបានសុំនិយាយជាមួយនឹងម៉ាក់សាន់ហាបន្តិចគាត់ប្រាប់ម៉ាក់សាន់ហាថាសាន់ហាត្រូវប្រឡងផងមិនគួរណាធ្វើឲ្យសាន់ហា stress នោះទេដូច្នេះសូមគុំរំលឹកពីរឿងអតីតកាលទៀតម៉ាក់សាន់ហាក៏បានឆ្លើយទៅវិញថាគាត់គឺជាអ្នកម៉ាក់គាត់បារម្ភពីសាន់ហាជានរណាគេទាំងអស់លោកពូជេគាត់ដឹងតើគាត់គ្រាន់តែសុំឲ្យសាន់ហាប្រឡងឲ្យចប់សិនទៅម៉ាក់សាន់ហាក៏ថាឲ្យលោកពូជេវិញសាន់ហាខ្លាចតែជាមនុស្សបែបនេះដោយសារតែលោកទម្រើសគេពេកគេធ្លាប់តែជាក្មេងម្នាក់ដែលស្ដាប់បង្គាប់លោកពូជេក៏តបទៅវិញថាត្រូវឲ្យសុកនាងស្រាប់តែបង្ហាញខ្លួនទាំងនៅបាត់ខ្លួនទៅអស់រយៈពេល10ឆ្នាំហើយសាន់ហាក៏មិនដែលនិយាយថាគេចង់ទៅរស់នៅសេអ៊ូលដែរហើយនាងក៏មិនបានសួរពីចិត្តរបស់គេផងហ្នឹងគាត់ចង់និយាយតែប៉ុណ្្នឹងទេហើយពួកគាត់ក៏លើសំឡេងវាយគ្នានៅខាងក្រៅគឺហេជុនបានវាយសាន់ហាដោយការពីចុងភាគមុនអញ្ចឹងណាសាន់ហាក៏សួរហេជុនតើឲ្យយើងនិយាយប៉ុន្មានដងទៀតឯងនឹងយើងគឺត្រូវបានម៉ាក់បោះបង់ចោលហេជុនលឺអញ្ចឹងក៏រកវាយសាន់ហាទៀតណាតែលោកពូជេក៏បានស្រែកហៅឈ្មោះរបស់ហេជុនឯសូហ៊ីវិញក៏បានទៅខាត់កុំវាយបងប្រុសរបស់ខ្ញុំអីម៉ាក់របស់សាន់ហាក៏ភ្លាវចេញមកទៀតហើយគាត់ថាលោកពូជេមើលថែពួកគេដោយមិនមានការគ្រប់គ្រងមែនរួចហើយរឿងក៏បានកាត់មកនៅពេលញ៉ាំបាយវិញម្នាក់ញ៉ាំបាយដូចជាគ្មានព្រលឹងព្រលះសោះលោកពូដេអុកវិញគាត់មិនដឹងរឿងនឹងគេទេដូច្នេះហើយជូវ៉ុនក៏ខ្សឹបប្រាប់តិចទៅថាមានរឿងអីកើតឡើងខ្លះហេជុនគេខឹងសាន់ហាពេកគេតដើមតែមកហូបសាន់ហាទេសាន់ហាគេញ៉ាំអីហេជុនគេតដើមនឹងឃើញថាពីអ្នកគេអត់ត្រូវគ្នាសោះលោកពូដេអុកក៏បានស្រែកថាតើជាការញ៉ាំបាយស្អីហ្នឹងគ្រាន់តែគាត់កំហុកអញ្ចឹងហើយហ្នឹងហេជុនក៏បានទៅបន្ទប់មុនគេឯសាន់ហាវិញគេក៏លេងញ៉ាំដែរគេក៏ទៅបន្ទប់របស់គេវិញដែរទៅលោកពូដេអុកគ្រាន់តែចង់បដៅពីអ្នកគេខ្លះណាខ្លាចថានៅខាងក្រៅអ្នកទាំងពីរនៅតែធ្វើអញ្ចឹងទៀតអំបញ្ញមិញលោកពូជេប្រុងនឹងដុតនំឲ្យញ៉ាំហើយតែគាត់ក៏ឈប់ដុតវិញដោយសារតែក្មេងៗទៅបាត់អស់ហើយហ្នឹងរួចហើយជូវ៉ុននាងពូដាក់ផាក់ដាល់ថានាងមិនដែលញ៉ាំបាយឆ្ងាញ់នោះទេឡើងចង់មកអាទិត្យទៅហើយដោយសារតែរឿងហេជុននិងសាន់ហាហ្នឹងផាក់ដាល់ក៏ប្រាប់ជូវ៉ុនឲ្យទុកពេលវេលាឲ្យពួកគេខ្លះទៅគេទាំងពីរត្រូវការពេលវេលាដើម្បីផ្សះផ្សាចិត្តតែបើអញ្ចឹងមែនជូវ៉ុននឹងតាមតាំងស្លាប់មុននឹងជាមិនខានទេពេលដែលទៅដល់ផ្ទះជូវ៉ុនក៏ទៅនិយាយគ្នាជាមួយនឹងហេជុនប៉ារបស់សាន់ហាបានឲ្យលុយនាងសម្រាប់ទិញមាន់បំពងញ៉ាំនាងក៏សួរហេជុនជៀនផ្អែមនឹងហឹលតែចង់ញ៉ាំមួយណាហេជុនគេថាយកផ្អែមនឹងហឹលរួចហើយនឹងជូវ៉ុនក៏ទៅសួរសាន់ហាម្ដងតែចម្លើយរបស់សាន់ហាគឺផ្ទុយពីហេជុនគេយកមាន់បំពងធម្មតាមិនផ្អែមមិនហឹលសាន់ហាឃើញទឹកមុខរបស់ជូវ៉ុននឹងគេក៏ដឹងហើយថាហេជុនច្បាស់ជាយកផ្អែមហឹលជាមិនខានតែជូវ៉ុនគេឲ្យចាំមួយផ្លេតសិនគេទៅសួរហេជុនម្ដងទៀតចម្លើយរបស់ហេជុននៅតែផ្អែមនឹងហឹលអញ្ចឹងជូវ៉ុននាងរត់ទៅមកដើម្បីឲ្យអ្នកទាំងពីរមាននរណាម្នាក់ដូរចិត្តតែចម្លើយរបស់ពួកគេនៅតែដដែលគ្មាននរណាគេម្នាក់ដូរចិត្តនោះទេជូវ៉ុននាងហត់ណាស់នាងក៏ឈប់ទិញឈប់ស្អីហើយរឿងក៏កាត់ទៅក្នុងសាលាវិញម្ដងជូវ៉ុនក៏បានប្រាប់ទៅកាន់ផាក់ដាល់ថានាងនឹងធ្វើឲ្យអូប៉ារបស់នាងទាំងពីរត្រូវគ្នាឲ្យបានមុនថ្ងៃកំណើតរបស់ហេជុនផាក់ដាល់ក៏សួរវិញតើថ្ងៃនឹងមានអីពិសេសមែនគឺដោយសារតែជូវ៉ុនមិនចង់ឲ្យអ្នកទាំងពីរឆ្លោះគ្នានឹងណាខួបកំណើតរបស់ហេជុនគ្រាន់តែមានអ្នកមីងរបស់គេនឹងវារៀងឆ្កងបាត់ទៅហើយផាក់ដាល់គេទើបតែដឹងថាហេជុនមានមីងណាជូវ៉ុនក៏ប្រាប់ទៅថាហេជុននៅតែមានទំនាក់ទំនងជាមួយនឹងមីងរបស់គេទេគាត់ក៏រស់នៅក្បែរនឹងដែរផាក់ដាល់ក៏គិតថាវាជារឿងល្អណាស់ដែលហេជុនមានអ្នកមីងរួចហើយជុនហូក៏បានយកថ្នាំមកឲ្យជូវ៉ុនដោយសារតែគេឮថាជូវ៉ុនផ្ដាសាយហើយគេក៏បានបបួលជូវ៉ុនទៅដើរលេងនៅចុងសប្តាហ៍នេះជូវ៉ុនក៏សុំមើលសិនតើកន្លែងណាទៅពេលដែលឃើញដំបូងនឹងជូវ៉ុននាងអត់ចាប់អារម្មណ៍ទេតែនាងក៏ចាប់អារម្មណ៍វិញដោយសារតែនាងឃើញពាក្យនៅលើខិត្តប័ណ្ណគេសរសេរថាគ្រាន់តែជាមិត្តភក្តិតែមួយផ្លេតទេមិត្តភាពនឹងរីកដុះដាលដូចជាផ្កាអញ្ចឹងគ្រាន់តែឃើញអញ្ចឹងណានាងក៏គិតចេញវិធីមួយផាក់ដាល់ក៏សួរថាឯងទៅណាហ្នឹងជូវ៉ុនក៏ប្រាប់ទៅថានាងទៅបបួលហេជុននិងសាន់ហានាងក៏បបួលហេជុនទៅជិះកង់លេងជាមួយគ្នាតែហេជុនឲ្យជូវ៉ុនជិះកង់លេងនៅផ្ទះទៅពេលនាងទៅបបួលសាន់ហាហ្នឹងសាន់ហាក៏និយាយដូចហេជុនទៀតអញ្ចឹងហើយជូវ៉ុនក៏បានប្រាប់ហេជុនថានាងទៅតែពីអ្នកសាន់ហាក៏បានដែរអញ្ចឹងនោះរួចហើយនាងក៏ទៅប្រាប់សាន់ហាវិញនាងទៅតែពីអ្នកហេជុនក៏បានដែរជូវ៉ុននាងគិតថាអ្នកទាំងពីរច្បាស់ជាទៅព្រោះថាពួកគេស្អប់ការទុកចោលណាផាក់ដាល់ក៏សួរថាគ្រាន់តែទៅដើរលេងសោះពួកគេអាចត្រូវគ្នាដែរជូវ៉ុននាងក៏ប្រាប់ទៅថានេះគេសរសេរច្បាស់ណាស់ហើយនាងក៏ហៅផាក់ដាល់ទៅដែរម៉ោង 2 ថ្ងៃអាទិត្យផាក់ដាល់វិញនាងមិនហ៊ានប្រកែកទេបានជួបហេជុនហើយនាងក៏មិនដឹងថាគួរស្លៀកពាក់អីណាលុះមកដល់ថ្ងៃអាទិត្យម៉ាក់របស់ផាក់ដាល់បានជូនផាក់ដាល់ទៅរៀនគាត់ថាចាំយប់ឡើងគាត់មកយកផាក់ដាល់វិញតែផាក់ដាល់មានរៀនឯណានាងក៏ហៅម៉ាក់នាងហ្នឹងគ្រាន់តែម៉ាក់នាងបើកឡានទៅផុតហ្នឹងនាងក៏រត់ទៅជួបជូវ៉ុនបាននៅឯសួនកំសាន្តវិញមានស្រីៗជាច្រើនតម្រង់ជួរចូលទៅលេងខាងក្នុងដែរពួកគេទាំងអស់គ្នាមកលេងទីនេះដោយសារតែដឹងថាហេជុននិងសាន់ហាមកលេងទីនេះដែររឿងនឹងបែកធ្លាយដោយសារតែជូវ៉ុនហ្នឹងនាងថានាងនឹងបបួលសាន់ហានិងហេជុនមកលេងទីនេះហ៎គ្រាន់តែលើអញ្ចឹងជេអ៊ុនក៏ផុសទៅគេដឹងឡើងពេញសាលាចំណែកជុនហៅវិញគេក៏មកដែរគេថាវាជាគំនិតរបស់គេអញ្ចឹងហើយគេត្រូវតែមកគេមិនអីនោះទេបើសិនជាជូវ៉ុនប្រាប់គេថាបងប្រុសមកចូលរួមដែរនោះលើអញ្ចឹងសាន់ហាក៏ថាឲ្យជុនហៅ
តែហើយនរណាគេថាបងប្រុសហើយហេជុនគេធ្លាប់ប្រាប់ហើយថាកុំឲ្យមកនិយាយជាមួយនឹងជូវ័នទៀតតែជុនហូគេថាដោយសារតែគេសោកស្ដាយនៅកំហុសរបស់គេរួចហើយក៏ដល់លេខរឿងបន្ទាប់គេក៏កាន់ដៃជូវ័នចូលទៅខាងក្នុងគ្រាន់តែឃើញចឹងឧបាទាំងពីរក៏ស្រែកហើយក៏ចាប់ដៃជូវ័នជាប់តែម្ដងហើយជូវ័នវិញនាងថានាងចាំផាក់ដាល់បន្តិចសិនតែមានណាផាក់ដាល់នៅលើឡានក្រុងនៅឡើយហ្នឹងចឹងហើយពួកគេក៏នឹងគ្នាជិះមុនតែម្ដងទៅជូវ័នក៏រុញសាន់ហាឲ្យទៅអង្គុយក្បែរហេជុនឯនាងវិញនៅជិះខាងមុខណាអាណិតជុនហូដែរគ្នាបានជិះនោះទេដោយសារតែសាន់ហាឲ្យជិះហ៎ចំណែកជូវ័នវិញនាងមិនលឺមិនអីទាំងអស់នាងខ្ជិលគិតដល់រួចហើយនាងក៏ធាក់កង់ចាញ់ដំណើរឃើញថាកន្លែងកំសាន្តរបស់គេនឹងពិតជាស្អាតរបស់គេមែនជូវ័ននាងគិតថាបងប្រុសរបស់គេកំពុងតែនិយាយគ្នាហើយនាងអត់ហ៊ានរំខានទេណាឃើញចឹងហេជុនគេថាប្រហែលជាជូវ័នហត់ហើយឯសាន់ហាក៏គិតអញ្ចឹងដែរឃើញទេអ្នកទាំងពីរនិយាយគ្នាទាល់តែបានមែនអញ្ចឹងហើយអ្នកទាំងពីរក៏ជួយធាក់កង់ជូវ័នទៅថ្ងៃនេះក្រុមរបស់មីនហូក៏នៅគ្នាមកលេងនៅសួនកំសាន្តដែរដោយសារតែស្រីៗនៅសាលានៅគ្នាមកលេងនៅទីនេះទាំងអស់ហ៎ស្រាប់តែមិនប្រយ័ត្នផាក់ដាល់ក៏រត់មកបុកពួកគេក៏គិតថាឃើញអត់បានជួបមនុស្សស្រីមួយហើយអញ្ចឹងហើយពួកគេក៏បញ្ញាប់ទៅលឿនដែរទៅចំណែកហេជុនវិញគេថាធម្មជាតិពិតជាអស្ចារ្យណាស់សាន់ហាឃើញអញ្ចឹងក៏លន់មាត់ថាអ្នកណាមិនដឹងគិតថាឯងនៅលើកំពូលភ្នំជាមិនខានហេជុនគេដាច់ចិត្តសុំទោសសាន់ហាហើយពីរឿងដែលគេបានវាយសាន់ហាកាលពីថ្ងៃមុនសាន់ហាក៏សួរថាតើរឿងហ្នឹងទេចុះរឿងផ្សេងវិញតែហេជុនគេមិនដឹងថាគេធ្វើអីខុសខ្លះផងហ្នឹងសាន់ហាគេមិនជឿទេហេជុនគ្រាន់តែធ្វើពួតសោះដូច្នេះហើយអ្នកទាំងពីរក៏ចាប់ផ្ដើមឆ្លោះគ្នាទៀតហើយហេជុនគេថាដោយសារតែឯងជាអ្នកចាប់ផ្ដើមមុនទើបយើងវាយឯងតែសាន់ហាក៏តបទៅវិញគឺជាឯងជាអ្នកចាប់ផ្ដើមមុនប្រកែកគ្នាចុះឡើងនឹងហេជុនគេក៏សុំចុះចាញ់ហើយគេឲ្យសាន់ហាវាយគេវិញមកអញ្ចឹងសាន់ហាគេក៏វាយមែនអញ្ចឹងទៅគ្រាន់តែហេជុននិយាយលេងសោះសាន់ហាក៏វាយមែនតែនហេជុនក៏ដាក់ក្បាលសាន់ហាវិញមើលដូច្នេះហើយអ្នកទាំងពីរក៏ចាប់ផ្ដើមវាយគ្នាទៀតហើយជូវ័ននៅនោះនាងឃើញអញ្ចឹងនាងក៏ជួយខាត់ណាខំធ្វើឲ្យពួកគេត្រូវគ្នាវិញតែមានណាឆ្លោះគ្នាលើសដើមជូវ័ននាងខឹងណាស់នាងឲ្យអ្នកទាំងពីរទៅផ្ទះរៀងខ្លួនទៅនាងទៅជួបផាក់ដាល់វិញពួកគេទាំងពីរក៏នៅគ្នាបែកផ្លូវគ្នាអញ្ចឹងទៅណារីឯមីនស៊ូវិញក៏បានមកនិយាយលេបខាយដាក់ផាក់ដាល់ដោយគេធ្វើជាសួរថាតើនាងមកពីសាលាហេដងដែរមែនទោះជាផាក់ដាល់ថាអត់ទេក៏ដោយក៏គេនៅតែមិនជឿដែរដោយសារតែគេធ្លាប់ឃើញផាក់ដាល់នៅកន្លែងហាត់កីឡារបស់គេស្របពេលនឹងដែរជូវ័នក៏បានខលមកផាក់ដាល់តែថាផាក់ដាល់នាងអត់ហ៊ានលើកទេពេលដែលឃើញចឹងមីនស៊ូក៏គិតថាប្រហែលជាមិត្តភក្តិរបស់ផាក់ដាល់ជាមិនខានប្រាប់ឲ្យនាងមកចូលរួមជាមួយគ្នាមកចំណែកជូវ័នវិញនាងរកទឹកមួយដបញ៉ាំមិនបានសោះដោយសារតែថ្ងៃនឹងមនុស្សច្រើនពេកអញ្ចឹងហើយអ្នកលក់ក៏លក់ឡើងអស់រលីងតែម្ដងដល់តែពីអ្នកគូសង្សារនេះវិញពួកគេដើរនឹងក៏បានឃើញផាក់ដាល់ឲ្យចៃដន្យជេអ៊ឺនាងឃើញចឹងទៅនាងក៏ចង់ចូលទៅជួយដែរដោយសារតែនាងឃើញក្រុមរបស់មីនស៊ូនៅទីនឹងដែរក៏ប៉ុន្តែគីហ៊ុនវិញគេហ៊ានចូលទៅនោះទេគេប្រាប់ឲ្យជេអ៊ឺនកុំចូលទៅពាក់ព័ន្ធជាមួយក្រុមនឹងអីដូច្នេះហើយជេអ៊ឺនក៏ដើរទៅតាមគីហ៊ុនអញ្ចឹងទៅរីឯអូប៉ាទាំងពីរវិញពួកគេដើរទៅវិញផ្លូវតែមួយរូបភាពបែបនឹងដូចជាហេជុនកំពុងតែដើរតាមសាន់ហាអញ្ចឹងណាហេជុនក៏និយាយថាស្អីហ្នឹងយើងដើរទៅផ្ទះទេសាន់ហាគេគ្រាន់តែចង់ប្រាប់ថាពីរអ្នកយើងគួរតែមានម្នាក់នៅចាំជូវ័នតែហេជុនគេមិនចង់នោះទេនាងមិនមែននៅក្មេងទៀតឯណាតើត្រូវការយើងកំដរទាំងថ្ងៃត្រង់អញ្ចឹងដែរបើឯងបារម្ភពីនាងខ្លាំងឯងទៅយកនាងខ្លួនឯងទៅសាន់ហាក៏តបដែរណាថាយើងបារម្ភពីនាងពេលដែលជូវ័នកំពុងតែដើរនាងក៏បានឃើញផាក់ដាល់ត្រូវក្រុមរបស់មីនស៊ូកំពុងតែធ្វើបាបដោយពួកគេចង់ឲ្យផាក់ដាល់ទៅដើរលេងជាមួយនឹងពួកគេទៅគ្រាន់តែឃើញបែបហ្នឹងជូវ័ននាងក៏បានដើរទៅយ៉ាងលឿនចំណែកឯពីរអ្នកគូសង្សារនេះវិញពួកគេក៏មិនដាច់ចិត្តដែរដោយពួកគេបានរត់មកប្រាប់សាន់ហានិងហេជុនពីរឿងហ្នឹងហេជុនណាគ្រាន់តែលឿនអញ្ចឹងគេក៏រត់ទៅឡើងលឿនឃើញបែបហ្នឹងជេអ៊ឺនក៏គិតដែរប្រហែលជាពួកគេចូលចិត្តប្រធានថ្នាក់ឲ្យមើលទៅកញ្ញាជូវ័នទៅជួយគេទាំងខ្លួនឯងគ្មានកម្លាំងតតែសោះតែម្ដងមីនស៊ូក៏សួរថាតើនេះមិនមែនជាប្អូនរបស់ហេជុនទេឯអូប៉ាទាំងពីរវិញតាមពិតទៅគេបារម្ភពីជូវ័នហ្នឹងណាដោយសារតែគេដឹងថាជូវ័នទៅរកផាក់ដាល់ពេលនេះវិញជូវ័ននឹងត្រង់លេងបានហើយនាងក៏បានដួលដល់តែអញ្ចឹងទៅអ្នកដែលភ័យជាងគេគឺក្រុមរបស់មីនស៊ូឯណែពួកគេភ័យជាងផាក់ដាល់ទៅទៀតណាដោយពួកគេចង់ខលទៅ9-11ហើយអ្នកខ្លះវិញក៏បានស្ទុះស្ទាទៅរើសថ្នាំឲ្យផាក់ដាល់ទៀតតាមពិតទៅដោយសារតែជូវ័ននាងឃ្លានទឹកពេកដូច្នេះហើយពួកប្រុសៗហ្នឹងក៏នាំគ្នារត់ទៅរកទឹកឲ្យជូវ័នទៅរីឯអូប៉ាទាំងពីរវិញពួកគេរត់ឡើងប៉ាំងសក់អស់ហើយតែហេជុនកាត់ប៉ាំងទេណាដោយសារតែគេអត់សក់គ្រាន់តែឃើញជូវ័ននឹងសាន់ហាក៏រត់ទៅជូវ័នយ៉ាងលឿនគេភ័យខ្លាំងណាស់គេក៏សួរផាក់ដាល់ថាមានរឿងអីកើតឡើងទៅហេជុនវិញគេដឹងហើយថាច្បាស់ជាក្រុមរបស់មីនស៊ូនឹងដែលធ្វើបាបជូវ័នគេក៏សួរពីផាក់ដាល់ឯណាគេបារម្ភពីផាក់ដាល់ដែរគ្រាន់តែបានហេជុនគេកាន់ដៃអញ្ចឹងណាផាក់ដាល់និយាយអត់ចង់ចាញ់ទេរីឯក្រុមរបស់មីនស៊ូវិញមានតែបានយកទឹកឲ្យជូវ័នឯណាបើគ្រាន់តែឃើញគ្នានឹងហេជុនក៏បានរត់ទៅវាយពួកគេយកតែម្ដងចំណែកអូប៉ាសាន់ហាវិញក៏បានទៅវាយនឹងគេដែររត់តែផាក់ដាល់ប្រាប់អីអត់ទាន់ហ្មងណាអញ្ចឹងហើយពួកគេក៏វាយគ្នាអញ្ចឹងទៅកុំឃើញថាអូប៉ាសាន់ហាអ្នករៀនអញ្ចឹងទេណាតែវាយគេសាហាវជាងគេទៅទៀតអញ្ចឹងមិនចោលពួកគេទាំងអស់គ្នាក៏បានចូលពោះប៉ូលីសទាំងអស់គ្នាអញ្ចឹងទៅជូវ័ននឹងផាក់ដាល់ក៏ប្រាប់ការពិតដែរទៅកាន់ប៉ូលីសនោះលោកប៉ូលីសក៏សុំលេខទូរស័ព្ទអាណាព្យាបាលរបស់ហេជុននិងសាន់ហាមួយមកដល់តែអញ្ចឹងទៅអូប៉ាទាំងពីរក៏ភ័យខ្លួនហើយចំណែកលោកប៉ាទាំងពីរវិញកំពុងតែពិភាក្សាគ្នាថាចង់ទិញឡានឲ្យក្មេងៗជិះទៅរៀនសាកលនៅឆ្នាំក្រោយ
តែថាលោកពូដេអូគាត់ដូចជាមិនយល់ស្របនោះទេលុយគាត់រាល់ថ្ងៃទុកតែទិញប៊ីយ៉ានឹងមិនចង់គ្រប់ផងរួចហើយនឹងគាត់ក៏បានទទួលដំណឹងពីកូនគាត់ពីប៉ូលីសហើយសានហាវិញគេក៏សុំទោសទៅកាន់អ្នកទាំង4នាក់នឹងទៅដោយសារតែគេយល់ច្រឡំថាពួកគេធ្វើបាបជូវ័នណាដូច្នេះហើយគេពិតជាសុំទោសមែនតែនអ្នកទាំង4នាក់នឹងក៏នាំគ្នាពិភាក្សាគ្នាបន្តិចតើគួរតែលើកលែងទោសឲ្យសានហានិងហេជុនអត់ព្រោះថាពួកគេមិនមែនត្រូវតិចណាឡើងបាយឈាមពេញមុខហើយរួចហើយនឹងលោកពូដេអូគាត់ក៏បានមកដល់ពេលដែលឃើញលោកពូដេអូក្រុមប៉ូលីសក៏ឆ្ងល់តើខ្យល់អីបាក់លោកអនុសនេឯកមកទីនេះនឹងលោកពូដេអូក៏សុំនិយាយជាមួយនឹងប៉ូលីសនឹងបន្តិចទៅអ្នកទាំង4នាក់គ្រាន់តែដឹងថាសានហាគឺជាកូនរបស់ប៉ូលីសពួកគេក៏ចង់រករឿងសានហាបន្ថែមដោយពួកគេមិនលើកលែងទោសឲ្យសានហានោះទេពួកគេប្រកាន់ភ្ជាប់ថាពួកគេគឺជាជនរងគ្រោះចំណែកឯលោកពូដេអូវិញគាត់ក៏បានដោះស្រាយចេញហើយណាគាត់ឲ្យពួកគេទាំង4ទៅផ្ទះទៅប៉ាម៉ាក់របស់ឯងច្បាស់ជាបារម្ភហើយគាត់នឹងដាក់ទោសទៅកាន់កូនរបស់គាត់ប្រុសទាំង4វិញពេលដែលឮថាហេជុននិងសានហានឹងត្រូវដាក់ទណ្ឌកម្មអញ្ចឹងពួកគេក៏គិតថាវារឿងហួសហេតុពេកដែរណាបើសិនជាពួកគេវិញពួកគេក៏ធ្វើដូចជាសានហានិងហេជុនដែរដូច្នេះហើយពួកគេក៏នាំគ្នាពិភាក្សាគ្នាណាតើគួរលើកលែងឲ្យសានហានិងហេជុនដែរអត់រួចមកពួកគេទាំងអស់គ្នាក៏នាំគ្នាចេញពីប៉ុស្តិ៍ប៉ូលីសវិញហើយជវ័ននាងក៏បកស្រាយប្រាប់ទៅកាន់លោកពូដេអូអញ្ចឹងទៅវាគឺជាសំណាងរបស់សានហានិងហេជុនហើយដែលអ្នកទាំង4នាក់នោះអត់រករឿងបន្ទាប់មកលោកពូដេអូក៏ចាប់អារម្មណ៍ឃើញផាក់ដាលគាត់សួរថាជាមិត្តភក្តិរបស់ជវ័នមែនគាត់ក៏ឲ្យផាក់ដាលនិងជវ័នឡើងឡានជាមួយគាត់តែចាំគាត់ជូនទៅផ្ទះតែថាអូប៉ាទាំងពីរគាត់មិនជូនទៅទេជិះឡានក្រុងទៅគាត់បាននិយាយតែអញ្ចឹងទេតែអាណិតកូនឯនោះក៏ឲ្យពួកគេជិះវិញរីឯផាក់ដាវិញនាងក៏មកជប់ក្បែរសាលាដែលនាងក៏ហៅថាផ្ទះរបស់នាងចិត្តនឹងទេព្រោះថានាងបានកុហកម៉ាក់នាងកាលពីព្រឹកមិញក៏ប៉ុន្តែចៃដន្យអីម៉ាក់របស់នាងបានឃើញបាត់ទៅហើយនឹងគាត់ក៏ចូលទៅសួរតែម្ដងទៅតើពួកគេទាំងអស់នោះជានរណាគេគាត់ភ័យណាស់ដោយសារតែគាត់ខលទៅផាក់ដានាងមិនលើកទាស់តែសោះដូច្នេះហើយផាក់ដាក៏សុំទោសម៉ាក់នាងទៅដោយសារតែនាងមានបញ្ហាមួយចំនួនដែលត្រូវដោះស្រាយតែថាម៉ាក់របស់នាងបារម្ភណាស់មានរឿងអីគួរតែខលប្រាប់គាត់ប្រឹងនឹងប្រឹងប៉ូលីសហើយតាព្រោះថារាល់ថ្ងៃនេះគាត់មានតែផាក់ដាមួយគត់បើសិនជាផាក់ដាកាត់អីទៅតើឲ្យគាត់ធ្វើមិនទៅផាក់ដានាងក៏សុំទោសទៅកាន់ម៉ាក់នាងទៅណានាងថានាងនឹងមិនឲ្យមានរឿងនឹងកើតឡើងទៀតទេរួចហើយម៉ាក់នាងក៏សុំដឹងតើពួកគេនោះជានរណាគេផាក់ដាក៏ប្រាប់ទៅណាថាជាជូវ័ននិងបងរបស់នាងធ្លាប់និយាយប្រាប់គាត់ពីមុនមកហើយជាពិសេសពីសានហានឹងមកដោយសារតែគេជាសិស្សប៉ាកែដូច្នេះហើយម៉ាក់នាងក៏ព្រមជឿម្ដងទៅរីឯជូវ័នវិញនាងកំពុងតែភ័យណាខ្លាចប៉ារបស់នាងដឹងតែលោកពូដេអូក៏ថាអីទេដោយសារតែគាត់បានប្រាប់លោកពូចេឯណាតែថាបើសិនជាបារម្ភអញ្ចឹងហេតុអីក៏នាំគ្នាវាយគ្នាតែមានលើកក្រោយទៀតគាត់នឹងផ្ដល់មេរៀនដល់ពួកគេហើយម្នាក់ពេលលឺអញ្ចឹងទៅគ្មាននរណាហ៊ានមាត់ទេស្ងាត់ឲ្យជ្រាបរីឯជូវ័នវិញនាងងុយគេងណានាងក៏គេងលក់ក្នុងឡានតែម្ដងទោះតែពួកបងជូនមកដល់លើក្រែណានាងក៏បានសួរអប៉ាទាំងពីរដែរថាត្រូវគ្នាវិញនៅសានហាក៏ធ្វើជាសម្ដែងថាត្រូវគ្នាជាមួយនឹងហេជុនវិញទៅដើម្បីកុំឲ្យជូវ័នបារម្ភរួចហើយអ្នកទាំងពីរក៏នាំគ្នាចេញទៅវិញទាំងអោបគ្នាអញ្ចឹងទៅណាដល់តែអញ្ចឹងកញ្ញាជូវ័នក៏គេងលក់ហើយបើបងត្រូវគ្នាហើយតែគ្រាន់តែមកដល់ក្រៅអប៉ាទាំងពីរក៏លេងត្រូវគ្នាទៀតហើយហេជុនគេថាយើងមានបានត្រូវគ្នាហើយណាតែសានហាគេធ្វើអញ្ចឹងដោយសារតែជូវ័ននឹងឈឺប្រហែលថ្ងៃហើយដោយសារតែពីរអ្នកគេនឹងចឹងហើយគេសុំឲ្យហេជុនធ្វើពុតជាត្រូវគ្នាជាមួយគេសិនទៅណាមួយគេក៏មិនចង់ឲ្យជូវ័ននឹងលោកពូបារម្ភហើយអញគិតថាប៉ារបស់យើងអត់ប្រាប់លោកពូពីរឿងដែលយើងវាយគ្នាហើយបើសិនជាអញធ្វើមុខអញ្ចឹងនៅពីមុខអ្នកមីងនៅថ្ងៃខួបកំណើតឯងអ្នកទាំងអស់គ្នានឹងមិនស្រួលខ្លួននោះទេដូច្នេះហើយហេជុនគេក៏យល់ព្រមត្រូវគ្នាសិនទៅអ្នកទាំងពីរក៏រកគ្នាទៅបន្ទប់រៀងៗខ្លួនអញ្ចឹងទៅណាពេលដែលទៅសាលាវិញអូប៉ាទាំងពីរធ្វើជាត្រូវគ្នាតែក៏មើលដៃឲ្យសោះពីរអ្នកគេហ៊ានប៉ះគ្នាផងហ្នឹងជូវ័នឯនោះនាងសប្បាយចិត្តណាពេលដែលឃើញបងរបស់នាងត្រូវគ្នាវិញអញ្ចឹងអីឬហើយនាងក៏រត់ទៅប្រាប់ផាក់ដាល់ទៅថាបងរបស់នាងត្រូវគ្នាវិញហើយដូច្នេះហើយព្រឹកនេះនាងក៏ញ៉ាំអាហារពេលព្រឹកដោយស្រួលខ្លួនដែរផាក់ដាល់ក៏សួរជូវ័នវិញតែឯងមិនយាយលេងសើក្តៅខ្លួននៅតែថាផាក់ដាល់វិញមកគេរៀងស្លេកស្លាំងដែរហ្នឹងណាជូវ័នឃើញមុខផាក់ដាល់អញ្ចឹងនាងក៏ឆ្ងល់ដែរនាងក៏សួរផាក់ដាល់តែឯងគេលក់មែនតែផាក់ដាល់គេថាអត់ទេគេលក់ស្រួលតាអត់អីទេយើងសុខសប្បាយទេឬហើយស្រាប់តែលេចលឺដំណឹងមកថាផាក់ដាល់និងហេជុនតាក់ទងគ្នាឬនឹងបែកធ្លាយដោយសារតែជាអឿនទៀតហើយនាងប្រាប់សិស្សទាំងអស់គ្នាថាហេជុនចូលចិត្តផាក់ដាល់សុទ្ធតែនិយាយថាភ្នែករបស់ហេជុនណាធំអស់ហើយនៅពេលដែលឮថាផាក់ដាល់ស្ថិតក្នុងគ្រោះថ្នាក់គ្រាន់តែផាក់ដាល់មកដល់ថ្នាក់ហ្នឹងពួកគេក៏ផ្អាប់ថានោះគឺជាមិត្តស្រីរបស់កាំងហេជុនតាត្បូងជូវ័នដូចជារៀងខឹងដែរតែនាងក៏គិតចេញរឿងមួយវិញដោយសារតែពាក្យចចាមរំចាប់ផ្ដើមលេចលឺហើយនាងក៏ចង់ទៅសួរហេជុនវិញម្ដងតែថាសុភាពនារីដូចជាផាក់ដាល់មិនទៅហ៊ានសួរគេអញ្ចឹងនោះជូវ័ននាងថាជាអឿនឃើញតែផ្ទាល់ភ្នែកណាត្បិតតែជាអឿនអាចនឹងបំភ្លើសថែមថយអីបន្តិចបន្តួចមែនតែហេជុនមិននឹងហ៊ានបដិសេធជាមួយនឹងផាក់ដាល់នោះបើសិនជាដឹងថានាងចូលចិត្តគេចំណែកហួយជូវិញគ្រាន់តែដឹងរឿងហ្នឹងក៏មកសួរហេជុនតើលោកចូលចិត្តគេមែនទេហេជុនក៏តបទៅវិញចុះបើសិនជាខ្ញុំចូលចិត្តវាយ៉ាងម៉េចនាងមើលទៅដូចជាឆ្លុងវិញជាមួយខ្ញុំដល់ហើយបើសិនជាហេជុនចូលចិត្តផាក់ដាល់ហួយជូនឹងតាមធ្វើបាបនាងហេជុនក៏តបផាក់ដាល់គឺជាមិត្តភក្តិរបស់បងស្រីខ្ញុំដូច្នេះហើយគេក៏ដូចជាបងស្រីខ្ញុំដែរហួយជូក៏សួរថាពិតមែនដូច្នេះតើនឹងមិនមានឱកាសសោះតើមែនទេហេជុនគេថាឱកាសស្អីទៅឈប់និយាយរឿងមិនសមទៀតទៅហើយរឿងទាំងអស់នឹងផាក់ដាល់នាងក៏លឺដែរនាងអន់ចិត្តណាស់នាងក៏រត់ទៅវិញបានចំណែកជូវ័នវិញនាងក៏ខឹងណាស់ដែរនាងក៏ជន់ជើងហេជុនមួយទៅចឹងហើយហេជុនឡើងឆ្ងល់បើម្នាក់សុទ្ធតែខឹងគេអញ្ចឹងសុកហ៊ុនក៏និយាយថាអស់ចានណាស់ដែលល្ងងបែបនេះមកពីមនុស្សអាក្រក់ដូចជាឯងវាគួរឲ្យស្រឡាញ់ហ្នឹងណាហេជុនក៏តបហេតុអីសំបីតែឯងក៏ថាយើងអញ្ចឹងចំណែកជូវ័នវិញក៏បបួលផាក់ដាល់ទៅរកញ៉ាំអីបន្តិចទៅផាក់ដាល់ក៏ប្រាប់ទៅណាថានាងមិនអីទេវាគ្រាន់តែជាពាក្យចចាមរំតែប៉ុណ្ណោះតែជូវ័នក៏ចង់ឲ្យផាក់ដាល់ទៅសួរផ្ទាល់តែម្ដងទៅព្រោះថាមិញហ្នឹងហេជុនមិនបាននិយាយពីមុខនាងឯណាតែថាវាគ្រប់គ្រាន់ហើយសម្រាប់ផាក់ដាល់នោះនាងក៏អាចដឹងពីចិត្តរបស់ហេជុនណា
ឬហើយផាក់ដានក៏និយាយមកសិស្សទាំងអស់គ្នាថា dating សម្រាប់សិស្សហ៎ការ dating ណាគួរតែសម្រាប់និស្សិតទៅវិញទេដោយសារតែពួកគេនៅក្មេងៗអញ្ចឹងទៅណាពេលដែលលើបែបហ្នឹងមិត្តរួមថ្នាក់ទាំងអស់គ្នាក៏នាំគ្នាសោកស្ដាយចំពោះគូនឹងដែរឬហើយនឹងឧបាសិនហានិងជូវ៉ុនក៏នាំគ្នាទៅរកទិញកាដូខួបកំណើតសម្រាប់ភេជនគេរកមើលស្បែកជើងផងអាវផងកតាផងអីចឹងទៅណាហើយក៏រកអីផ្សេងៗទៀតចឹងទៅតែដូចជារកមិនបានសោះពេលនេះជូវ៉ុននឹងពិបាកចិត្តណាស់ពីរឿងផាក់ដាននិងហេជុនតើវាពិបាកម្លេះគ្រាន់តែនិយាយថាខ្ញុំស្រឡាញ់លោកទៅសាន់ហាក៏តបដោយសារតែផាក់ដានខ្លាចបាត់បង់ទំនាក់ទំនងរវាងពួកគេពេលនេះហ្នឹងណាជូវ៉ុននឹងថាផាក់ដានចិត្តល្អហើយក៏ឆ្លាតទៀតហើយសាន់ហាវិញក៏និយាយថាហួយជូក៏ឆ្លាតដែរលើអញ្ចឹងអីជូវ៉ុនក៏ខឹងសាន់ហាហើយសាន់ហាក៏ប្រាប់ឲ្យជូវ៉ុនកុំធ្វើមុខអញ្ចឹងមើលជូវ៉ុននាងក៏ប្រទះឃើញស្បែកជើងមួយដែលមើលទៅស័ក្តិសមជាមួយនឹងហេជុនមែនតែនអ្នកទាំងពីរក៏សម្រេចចិត្តថាយកស្បែកជើងម៉ូដនឹងទៅសាន់ហាក៏សុំយកលេខធំជាងនឹងបន្តិចមកដូច្នេះហើយជូវ៉ុនក៏ឆ្ងល់ក្រែងហេជុនពាក់លេខប៉ុណ្ណឹងតែសាន់ហាគេថាហេជុនឥឡូវគេធំហើយគេពាក់លេខរឿងធំជាងហ្នឹងណាព្រោះថាស្បែកជើងដែលហេជុនតែពាក់ថ្មីហ្នឹងក៏មានបញ្ហាដល់ជើងរបស់ហេជុនដែរជូវ៉ុននាងឃើញអញ្ចឹងទៅនាងឡើងសប្បាយចិត្តនាងគិតថាកន្លែងសួនកំសាន្តហ្នឹងពិតជាប្រកែរបស់គេមែនបន្ទាប់មកសាន់ហាក៏រត់ទិញស្បែកជើងឲ្យជូវ៉ុនវិញជូវ៉ុននាងថាមិនមែនជាខួបកំណើតរបស់នាងឯណាតែសាន់ហាគ្រាន់តែឲ្យនាងលោសិនទៅគេក៏ឲ្យជូវ៉ុនអង្គុយចុះហើយក៏លោស្បែកជើងឲ្យជូវ៉ុនតែម្ដងឃើញអញ្ចឹងអីជូវ៉ុននាងសប្បាយចិត្តណាស់អញ្ចឹងហើយសាន់ហាក៏សម្រេចថាទិញស្បែកជើងនឹងឲ្យជូវ៉ុនមួយទៅពេលដែលគិតលុយនឹងសាន់ហាក៏ឆ្ងល់គិតលុយខុសទេអីហេតុអីក៏អស់រៀងតិចម៉េះតែអ្នកលោកគាត់ថាគាត់មិនចុះតម្លៃឲ្យដោយសារតែគូស្នេហ៍អ្នកទាំងពីរមើលទៅគួរឲ្យស្រឡាញ់ពេកពេលដែលលើអញ្ចឹងទៅសាន់ហាគេក៏បដិសេធតែជូវ៉ុនវិញនាងមិនបដិសេធទេបើនាងបានការបញ្ចុះតម្លៃហើយឃើញថាអ្នកទាំងពីរមើលទៅដូចជាគូស្នេហ៍ដ៏ cute មែនតាចំណែកពេលនេះវិញសូហេគេចង់ជួបអូប៉ាសាន់ហាណានាងថានាងនឹកអូប៉ាណាតែម៉ាក់របស់នាងមិនចង់ជួបសាន់ហានោះទេទោះជានាងសុំម៉ាក់នាងយ៉ាងណាក៏ម៉ាក់នាងមិនព្រមជូនទៅណាបន្ទាប់មកគាត់ក៏ទៅបន្ទប់ទឹកមួយផ្លែតស្រាប់តែពេលហ្នឹងសូហេក៏បានឃើញសាន់ហានិងជូវ៉ុនកំពុងតែដើរដូច្នេះហើយនាងក៏រត់ទៅតាមអ្នកទាំងពីរតែម្ដងទៅចំណែកជូវ៉ុននិងសាន់ហាវិញពីរអ្នកគេចិត្តដល់ម៉ោងរៀនហើយចឹងហើយដើម្បីលឿនមានតែញ៉ាំ burger ទៅឯសូហ៊ីវិញនាងរត់តាមអូប៉ាផងស្រែកហៅផងពេលដែលសាន់ហាងាកមកនោះក៏ឃើញថាសូហ៊ីនាងបានដួលដូច្នេះហើយគេក៏រត់មកមើលសូហ៊ីយ៉ាងលឿនមើលទៅគេបារម្ភពីប្អូនណែហ្នឹងណាសាន់ហាក៏សួរតែឯងឈឺត្រង់ណាទៅត្រង់នេះមែនទេតែមួយកន្លែងហ្នឹងទេវាមិនអីនោះទេកន្លែងហ្នឹងវាឆាប់ជាទេបន្ទាប់មកអ្នកមីងជុងហ៊ីក៏បានមកគាត់ភ័យខ្លាំងណាស់សុកបាត់សូហ៊ីគាត់ក៏និយាយថាម៉ាក់ប្រាប់ឯងឲ្យនៅអង្គុយញ៉ាំអីតែសូហ៊ីនាងថានាងបានឃើញបងប្រុសម៉ាក់របស់នាងក៏តបទៅវិញថាតែម៉ាក់មិនចង់ឃើញគេទេចាំអូនណាមើលចោះជើងរបស់ឯងឈឺហើយរួចហើយនឹងគាត់ក៏បាននិយាយទៅកាន់សាន់ហាវិញរឿងទាំងអស់នេះតែងតែកើតឡើងនៅពេលដែលឯងចុះមកពាក់ព័ន្ធតែជូវ៉ុនក៏បានចូលទៅលូកមាត់ដែរនាងថាអត់ទេនាងតែងតែមានរឿងល្អនៅពេលដែលនៅជាមួយសាន់ហាប៉ារបស់នាងវិញក៏បានឈ្នះឆ្នោតហាងរបស់គាត់ក៏កាន់តែលក់ដាច់ទៅបាននៅក្នុងអាគាររបស់នាងវិញគ្មាននរណាគេដែលជួបគ្រោះថ្នាក់អីទេសូម្បីតែដើមឈើដែលងាប់ទៅហើយក៏ដុះផ្កាមកពេញទៀតនាងនិយាយតែប៉ុណ្្នឹងទេនាងក៏អត់ឲ្យសាន់ហាដើរចេញទៅនិយាយទៅនាងខ្លាចសាន់ហាអន់ចិត្តណានាងខំយកចិត្តសាន់ហាមែនតែនសាន់ហាវិញគេឈប់បណ្ដានឹងក៏បានមើលមុខរបស់ជូវ៉ុនបណ្ដាដោយគេបាននឹកឃើញរឿងកាលពីក្មេងៗជូវ៉ុនតែងតែជួយគេរហូតមិនថាមានរឿងអីទេជូវ៉ុនតែងតែសប្បាយនឹងការទុកជាមួយគេហើយតែងតែតាមជួយគេរហូតដល់ធំតែម្ដងសាន់ហាក៏ចង់យកដៃយកទៅវេសារបស់ជូវ៉ុនឯជូវ៉ុនវិញនាងកំពុងតែនិយាយដល់ពេលងាកមកឃើញចឹងទៅនាងឡើងឆ្ងល់សាន់ហាគេក៏ធ្វើជានិយាយថាបងចង់ដឹងថាឯងនៅក្តៅខ្លួនអត់ហ្នឹងណាតែជូវ៉ុននាងថានាងមិនអីទេនាងធូរស្រាលហើយបន្ទាប់មកនឹងសាន់ហាក៏លួចមើលមុខរបស់ជូវ៉ុនរហូតប្រហែលជាគេលងស្នេហ៍របស់ជូវ៉ុនខ្លាំងហើយមើលទៅចំណែកថ្ងៃនេះវិញលោកពូជេក៏បិទហាងមួយថ្ងៃដោយសារតែជាថ្ងៃ birthday របស់ហេជុនណាម្នាក់ក៏ដងគ្នាញាប់ដៃញាប់ជើងជួយគ្នាមែនតែនរួចហើយនឹងជូវ៉ុននាងក៏ទៅហៅសាន់ហាមួយផ្លែតសាន់ហាវិញគេកំពុងតែដោអាវគេឡើងភ្ញាក់គេក៏បន្ទោសជូវ៉ុនមិនក៏អត់គោះទ្វារអញ្ចឹងជូវ៉ុននាងថាសម្រាប់ជើងរបស់នាងនឹងដូចជាការគោះទ្វារអញ្ចឹងតែសាន់ហាក៏ឲ្យជូវ៉ុនចេញសិនទៅគេផ្លាស់កៅអៅបន្តិចជូវ៉ុននាងមិនព្រមចេញទេណានាងឲ្យសាន់ហាផ្លាស់ពីមុខនាងទៅសាន់ហាគេកំឡោះហើយណាគេផ្លាស់ពីមុខជូវ៉ុនយ៉ាងម៉េចដូច្នេះហើយគេក៏អូសដៃរបស់ជូវ៉ុនចេញសិនទៅពេលដែលសាន់ហាផ្លាស់អាវហើយនឹងគេក៏សួរជូវ៉ុនតើប៉ាទៅណាជូវ៉ុននាងឆ្លើយទាំងទឹកមុខក្រៀមក្រំណាសាន់ហាឃើញចឹងគេក៏លន់មកថាមុខអញ្ចឹងទៀតហើយតាមពិតទៅជូវ៉ុនអត់ចង់ឲ្យមីងរបស់ហេជុនមកហ្នឹងណានាងចង់នៅតែប៉ុន្មានអ្នកគ្រួសារនាងសាន់ហាក៏ប្រាប់ថាអ្នកមីងជាមនុស្សល្អអន្តាឯងមានអីចង់និយាយជាមួយគាត់តែឯងហ៊ាននិយាយត្រូវអត់ដូច្នេះហើយឯងកុំនិយាយអីទាំងអស់ហើយអ្នកទាំងពីរក៏នាំគ្នាចុះទៅក្រោមវិញអញ្ចឹងទៅណាចំណែកពេលនេះអ្នកមីងរបស់ហេជុនគាត់ក៏បានមកដល់ហើយគាត់ចង់ជួយធ្វើអីដែរណាក៏ប៉ុន្តែលោកពូជេគាត់ថាមិនបាច់ទេដោយសារតែគាត់មកពីឆ្ងាយលោកពូជេក៏ឲ្យទៅសម្រាប់ទៅចំណែកក្មេងៗទាំងពីរអ្នកនេះវិញឃើញអ្នកមីងពួកគេក៏ជម្រាបសួរអ្នកមីងក៏សួរជូវ៉ុនថាសុខសប្បាយទេជូវ៉ុនក៏ធ្វើជារស់រាយដល់អ្នកមីងទៅណានាងក៏សួរថាអ្នកមីងសម្រាប់ខែក្រោយហើយមែនទេនិយាយទៅនាងព្យាយាមរស់រាយដល់អ្នកមីងណាដោយសារតែនាងក្មេងនាងចង់សប្បាយតែគ្នាឯងអញ្ចឹងទៅរួចហើយនាងក៏ទៅរៀបចំកៅអៅនៅក្នុងបន្ទប់បន្តិចឯអ្នកមីងវិញក៏សុំនិយាយគ្នាជាមួយនឹងហេជុនតាមពិតទៅគាត់ចង់ដឹងអំពីប៉ាបង្កើតរបស់ហេជុនហ្នឹងណាហេជុនក៏ប្រាប់ថាប្រហែលជាគាត់ទៅសេអ៊ូលបាត់ហើយមើលទៅអ្នកមីងគាត់បានគិតថាបើសិនជាហេជុនទៅនៅជាមួយនឹងប៉ាបង្កើតរបស់គេតើវាល្អដែរអត់ដោយសារតែគាត់គិតថាគាត់ជំពាក់គ្រួសាររបស់លោកពូជេអស់រយៈពេល10ឆ្នាំហើយតែហេជុនគេថាគេនៅទីនេះគេធ្វើល្អខ្លាំងណាស់តែថាអ្នកមីងគាត់មិននឹងជឿទៅបើមិនគាត់ឃើញអស់ហើយហ្នឹងដែលពួកគេម្នាក់ៗសុទ្ធតែធ្វើការងារនេះធ្វើការងារនោះអត់តែហេជុនទៀតមានជួយធ្វើអីគេសោះហើយណាមួយឆ្នាំក្រោយត្រូវបង់ថ្លៃសាកលវិទ្យាល័យទៀតដូច្នេះហើយហេជុនគេថាមិនអីទេចាំគេធ្វើអ្វីដែលអាចធ្វើបានចាប់ពីពេលនេះតទៅរឿងទាំងអស់ហ្នឹងលោកពូជេក៏បានស្ដាប់លើពីក្រៅអស់ដែរឬហើយលោកពូដេអូក៏បានមកដល់ដែរណាគាត់ជាអ្នកទិញនំ birthday របស់ហេជុនមកជូវ៉ុនគ្រាន់តែឃើញនំនឹងនាងសប្បាយចិត្តណាស់រួចហើយក៏ដល់ពេល birthday របស់ហេជុនហើយគេក៏នាំគ្នាច្រៀងហើយក៏ព្រមនំអញ្ចឹងទៅហើយគេក៏សប្បាយចិត្តបន្ថែមទៀតដោយសារតែកាដូរបស់ជូវ៉ុនឲ្យនឹងគឺពិតជាស្អាតមែនតើ
ចំណែកលោកពូដេអុកវិញគាត់និយាយដូចត្រូវតែម្ដងគាត់ថាជួនស្បែកជើងអញ្ចឹងគេនឹងរត់ចេញពីយើងជាមិនខានចំណែកអ្នកមីងរបស់ហេជុនវិញក៏និយាយថាតើគេអាចរត់ទៅណាបាននោះពេលដែលគេចូលមហាវិទ្យាល័យគេនឹងសងគុណទៅកាន់លោកពូជេវិញគាត់ក៏សូមអរគុណទៅកាន់លោកពូជេជាខ្លាំងដែលបានយកហេជុនមកចិញ្ចឹមគាត់ថាហេជុននឹងសងគុណលោកពូជេគុណនឹង10 ដងឯណោះតែលោកពូជេក៏និយាយថាតើប៉ាឯណាដែលចង់ឲ្យកូនសងគុណវិញនោះម្នាក់អង្គុយស្ដាប់អ្នកទាំងពីរអង្គុយនិយាយគ្នាដូចជាកំសត់ដល់ហើយចឹងហើយលោកពូជេក៏ឲ្យអ្នកទាំងអស់គ្នាឆាប់ញ៉ាំទៅពួកគេក៏នៅគ្នាញ៉ាំទាំងរីករាយអញ្ចឹងទៅណារួចហើយលោកពូជេគាត់ក៏ស្វឹងហើយគាត់ក៏និយាយថាគាត់គួរតែយកហេជុនមកចិញ្ចឹមនៅពេលដែលហេជុនក្មេងជាងនេះហេជុននឹងមិនដឹងពីប្រវត្តិរបស់គេឡើយនៅពេលដែលគេធំឡើងគាត់និយាយបែបហ្នឹងដោយសារតែគាត់មិនចង់ឲ្យហេជុនទៅវិញណាហើយហេជុនក៏មិនចាំបាច់សងគុណមកគាត់វិញទេលោកពូដេអូក៏ឲ្យសាន់ហានិងលោកពូជេទៅគេងទៅតែលោកពូជេថ្ងៃនេះគាត់ស្វឹងមែនណាគាត់ពិបាកចិត្តហ៎តែគាត់ថាគាត់មិនអីទេគាត់ប្រឹងនឹងដើរចាញ់ណាតែគាត់ក៏និយាយពាក្យក្នុងចិត្តគាត់តែម្ដងទៅដោយគាត់បាននិយាយទៅកាន់អ្នកមីងរបស់ហេជុនថាអីបានជានាងមិនយល់អំពីទឹកចិត្តរបស់ខ្ញុំនៅពេលដែលនាងកំពុងតែមានកូនដែរការផ្ដល់ចំណីអាហារសម្លៀកបំពាក់ទៅកាន់ពួកគេទាំងអស់សុទ្ធតែជាសេចក្តីរីករាយរបស់ខ្ញុំមិនមែនដោយសារតែអ្វីៗរបស់ពួកគេឡើយខ្ញុំធ្វើវាដោយសារតែប្រយោជន៍ផ្ទាល់ខ្លួនហេតុអីក៏ត្រូវឲ្យហេជុនមានអារម្មណ៍ថាមានសម្ពាធបែបនេះលើបែបហ្នឹងអ្នកមីងរបស់ហេជុនគាត់ក៏ប្រកាយគាត់ថាគាត់មានបាននិយាយអញ្ចឹងឯណាខ្ញុំនិយាយអញ្ចឹងដោយសារតែខ្ញុំចង់អរគុណលោកតាលោកពូជេគាត់ក៏អរគុណទៅកាន់អ្នកមីងរបស់ហេជុនវិញទៅហើយគាត់ក៏បន្តនិយាយទៀតខ្ញុំមិនអាចខាត់ស្ដោះនៅតាមផ្លូវបានទេដោយសារតែក្មេងៗទាំងអស់នេះបើសិនជាមានរឿងអីកើតឡើងនាពេលអនាគតចំពោះពួកគេខ្ញុំនឹងស្ដាយក្រោយនៅរឿងតូចតាចដែលខ្ញុំបានធ្វើអរគុណក្មេងៗណាស់ដែលបានធ្វើឲ្យខ្ញុំរស់នៅជីវិតដ៏ត្រឹមត្រូវដូច្នេះគួរតែខ្ញុំជាអ្នកអរគុណទៅកាន់ពួកគេតើពួកគេបានធ្វើអីខុសទៅមួយត្រូវរងសម្ពាធពីម្ដាយរបស់គេហើយមួយទៀតត្រូវរងសម្ពាធពីអ្នកមីងរបស់គេហើយជន់មែនទេគេបានប្រឹងអស់ពីសមត្ថភាពដើម្បីជួយការងាររបស់ខ្ញុំគេធ្វើអ្វីៗទាំងអស់ដែលគេត្រូវធ្វើគេទៅវឹកហាត់បោះបាល់ផងសម្អាតផងបោកគក់ផងគេពិតជាក្មេងម្នាក់ដ៏ល្អណាស់ហេតុអីបានជានៅលើโลกនេះគេធ្វើល្អដាក់ខ្ញុំបែរជាគេខុសវិញតើគេគួរតែធ្វើអីតទៀតទៅអ្នកទាំងអស់គ្នានៅកន្លែងតុបាយនឹងម្នាក់ៗឡើងយំអស់ហើយឯអ្នកមីងរបស់ហេជុនក៏និយាយទៀតថាខ្ញុំមិនបាននិយាយអញ្ចឹងនោះទេលោកពូដេអូគាត់ក៏តបគេដឹងហើយគេដឹងថានាងចង់និយាយអីហើយគេគ្រាន់តែស្វឹងតែប៉ុណ្ណោះអ្នកមីងរបស់ហេជុនគាត់ថាឲ្យគាត់សុំទោសខ្ញុំពិតជាសុំទោសមែនរួចហើយហេជុនគេក៏ជាអ្នកគ្រាប៉ាគេចូលទៅក្នុងបន្ទប់វិញពេលដែលទៅដល់ក្នុងបន្ទប់ជួវវ៉ុនក៏លន់មាត់ថាថ្ងៃនេះគឺជាថ្ងៃខួបកំណើតដែលមិនអាចបំភ្លេចបាននោះទេហេជុនក៏ឲ្យជួវវ៉ុនដោះស្រោមជើងរបស់លោកប៉ាទៅចឹងហើយជួវវ៉ុនក៏ធ្វើតាមហេជុន5អញ្ចឹងទៅណាដល់ទៅសាន់ហាវិញគេក៏បានឲ្យកូនកសែងទៅកាន់អ្នកមីងរបស់ហេជុនអ្នកមីងគាត់ក៏និយាយថាតើខ្ញុំពិតជាល្ងងណាស់មែនទេតែសាន់ហាគេថាអត់ទេហើយគេក៏ចង់រៀបចំកន្លែងផឹកស៊ីមិញហ្នឹងណាអ្នកមីងគាត់ឃើញអញ្ចឹងហ្នឹងគាត់ថាមិនបាច់ធ្វើទេចាំគាត់អ្នករៀបចំជាមួយនឹងហេជុនវិញសាន់ហាគេជាក្មេងល្អសឹងអីហ្នឹងគេមិនឲ្យអ្នកមីងធ្វើទេអ្នកមីងគាត់ថាសាន់ហានិងហេជុនមិនដូចគ្នាសោះសំបីតែពីរអ្នកឯងញ៉ាំនឹងធំឡើងមកជាមួយគ្នាហើយប៉ារបស់ឯងជាអ្នកចំណាយគ្រប់យ៉ាងខ្ញុំសម្អាតហើយខ្ញុំនឹងចេញទៅហើយឯងទៅសម្រាប់ទៅណាសាន់ហាក៏ឆ្លើយថាយើងទាំងពីរអ្នកគឺដូចគ្នាប៉ារបស់ខ្ញុំមិនគ្រាន់តែចំណាយគ្រប់យ៉ាងនោះទេហើយលោកពូក៏មិនបានគិតអំពីហេជុននិងខ្ញុំក្នុងផ្លូវនោះដែរអ្នកមីងមិនចាំបាច់បារម្ភទេណារួចហើយសាន់ហាក៏ហៅជួវវ៉ុនឲ្យមកជួយរៀបចំគ្នាមកហើយគេក៏ឲ្យហេជុនជួយអ្នកមីងទៅវិញទៅហេជុនគេក៏ជួយអ្នកមីងទៅវិញតាមអ្វីដែលសាន់ហា5អញ្ចឹងទៅតាមផ្លូវទៅវិញនឹងហេជុនគេចង់ហៅតាក់ស៊ីឲ្យអ្នកមីងរបស់គេអ្នកមីងវិញគាត់ថាមិនអីទេបើសិនជាគាត់ជិះឡានឥឡូវហ្នឹងគាត់ក៏មិនសូវស្រួលខ្លួនដែរហើយគាត់ក៏ខានយំចេញមកជាយូរណាស់ដែរយំចេញមកអញ្ចឹងគាត់ក៏មានអារម្មណ៍ថារៀង fresh ដែរណាបន្ទាប់មកគាត់ក៏សុំទោសទៅកាន់ហេជុនគាត់ថាទាំងអស់នេះគឺជាកំហុសរបស់គាត់តែហេជុនគេថាអ្នកមីងរបស់គេបានធ្វើអីខុសទេថ្ងៃនេះដោយសារតែប៉ារបស់គេគាត់មានអារម្មណ៍មិនសូវល្អហ្នឹងណាអ្នកមីងវិញគាត់ក៏គិតតាមនឹងអញ្ចឹងទៅហើយគាត់ក៏ប្រាប់ឲ្យហេជុនបំភ្លេចម៉ែរបស់គេចោលទៅណាឯងគ្រាន់តែគិតថាឯងមិនដែលមានគាត់តាំងពីដំបូងមកទៅឯងត្រូវតែធ្វើល្អជាមួយនឹងប៉ារបស់ជូវ៉ុនឯងគ្រាន់តែបំភ្លេចម៉ែរបស់ឯងចោលទៅហើយជុនវិញគេលឺអញ្ចឹងនឹងគេមានឆ្លើយទាំងអស់គេឡើងឈោត្រឹងហ្មងណាអ្នកមីងគាត់ក៏គិតថាគាត់ក៏មិនគួរនិយាយអញ្ចឹងដែរហើយជុនគេក៏ធ្វើជានិយាយថាខ្ញុំមានបានគិតអំពីម៉ែឯណាខ្ញុំមិនចាំសូម្បីតែមុខគាត់ផងហ្នឹងលឺអញ្ចឹងទៅអ្នកមីងគាត់ក៏ថាល្អណាស់អញ្ចឹងហើយជុនគេថាគេនឹងធ្វើល្អដល់លោកប៉ានិងអ្នកមីងហើយខ្ញុំនឹងសងគុណទៅកាន់អ្នកទាំងអស់គ្នាអ្នកមីងមិនចាំបាច់បារម្ភអីទាំងអស់ណាអ្នកមីងទុកចិត្តខ្ញុំមែនទេអ្នកមីងវិញគាត់ស្ដាប់បណ្ដាគាត់ក៏យំបណ្ដាហើយជូនគេក៏ឲ្យអ្នកមីងយំចេញអស់មកចឹងហើយពីអ្នកមីងនឹងក្មួយគេក៏នាំគ្នាឈរយំអោបគ្នាជាមួយគ្នាអញ្ចឹងទៅពេលដែលមកដល់ផ្ទះវិញហើយជូនគេក៏ចង់មកមើលប៉ារបស់គេបន្តិចលោកពូជេគាត់ក៏សួរថាតើអាត្មានេះម៉ោងម៉ានហើយជូនគេក៏ប្រាប់ទៅណាថាមិនទាន់ពាក់កណ្ដាលយប់នៅឡើយទេលោកពូជេគាត់ក៏ចង់ដឹងអំពីអ្នកមីងរបស់ហេជុនវិញហេជុនគេថាអ្នកមីងទៅផ្ទះដោយសុវត្ថិភាពហើយគាត់ក៏ប្រាំសុំទោសលោកប៉ាផងដែរខ្ញុំបានយកទឹកនិងថ្នាំសម្រាប់ការឈឺចាប់របស់លោកប៉ាណាហើយអ្នកមីងគឺជាអ្នកទិញដល់ទៅលោកពូជេវិញគាត់ក៏ប្រាំឲ្យហេជុនកុំភ្លេចដោះធ្មេញផងហើយក៏ឲ្យសម្រាប់ថ្ងៃស្អែកគាត់ទុកនៅក្នុងថតទូហេជុនក៏តបខ្ញុំដឹងហើយប៉ាគេលក់ឲ្យស្រួលណាគេនិយាយចឹងហើយនឹងគេក៏បានដើរចេញទៅវិញបាត់ទៅគឺថាគេមកជួបបងប្អូនរបស់គេឯណែជួបវ៉ុននេះក៏សួរអំពីអ្នកមីងតើគាត់អូខេអត់ហើយជូនគេប្រាប់ថាមិនអីទេហើយអ្នកមីងបានធូរដោយសារតែគាត់បាននិយាយជាមួយនឹងសាន់ហាហ្នឹងដើម្បីកុំឲ្យស្ថានភាពតានតឹងពេកជួបវ៉ុននេះក៏ជ្រឹងមួយម៉ាត់មើលគ្រាន់តែលឺបន្តិចណាអូប៉ាទាំងពីរក៏ឲ្យជួបវ៉ុនឈប់ទៅសាន់ហាក៏និយាយវិញម្ដងថាអាយុ19ឆ្នាំកាងហេជុនចាប់ផ្ដើមមានអារម្មណ៍ថាឯកានៅជ្រុងមួយនៃបេះដូងរបស់គេបន្ទាប់ពីអ្នកមីងរបស់គេបានចាក់ចេញទៅលឺអញ្ចឹងក៏ធ្វើឲ្យហេជុនគេអស់សំណើចវិញណាដូច្នេះហើយពួកគេទាំង3នាក់ក៏ចាប់ផ្ដើមរីករាយជាមួយគ្នាវិញអញ្ចឹងទៅលុះមកដល់ពេលព្រឹកលោកពូជេគាត់ក៏មកហាងរបស់គាត់ដូចធម្មតាអញ្ចឹងស្រាប់តែយើងឃើញនារីម្
ពិតជាហៃសូមែនតែនបានដើរសម្ដៅមកហាងរបស់គាត់ខំតែរាក់ទាក់ដល់តែពេលមើលមុខទៅគឺជាម៉ែរបស់ហេជុនម៉ែរបស់ហេជុនក៏សួរទៅកាន់លោកពូជេថាតើចាំខ្ញុំមកឯលោកពូជេវិញគាត់ក៏កៀងនិយាយអីលេងចាញ់អស់ហើយភាគទី5ក៏ចប់តែត្រឹមហ្នឹងឯណាចាំមើលភាគទី6បន្តទៀតអរគុណអ្នកនរគ្នាបាយបាយសម្រាប់អ្នកដែលចង់ឧបត្ថម្ភឲ្យ admin មួយកាក់មួយសែនអីអ្នកទាំងអស់គ្នាអាចឧបត្ថម្ភតាមរយៈកង ABA នេះបានណា This is a drama. I'm the drama.